ហើយកម្មវិធីបត់នេះដែលអាចប្រព្រឹត្តទៅបានមានញាតិញោមជាម្ចាស់ដើមទានប្រធានដាក់ផ្ដើមបន់ទី1គឺអ្នកស្រីអ៊ុំហ៊ឿននិងលោកឡុងនាងមាននៅនេះទេបងនៅហើយទី2លោកអ៊ុំសំបុកនិងអ្នកស្រីហ៊ុនកំយានព្រមទាំងបុត្រមួយណាញោមខ្ញុំស្រស់ទៀតណាទី3អ្នកស្រីអ៊ុំសាវិននិងលោកឌីចឹកមួយណាអូយចាស់ដល់ប៉ុននៅឆ្ងាយបែបទី4អ្នកស្រីអ៊ុយសាវីនិងលោកយិនសារិតព្រមទាំងបុត្រណាញោមណោះច្បាស់ហើយទី5អ្នកស្រីអ៊ុយសាវឿននិងលោកច័ន្ទសារុនព្រមទាំងបុត្រមួយណានៅនេះទី6អ្នកស្រីអ៊ុយសុកលេងនិងលោកហ៊ុនពូលីនព្រមទាំងបុត្រមកណាចេះពោហ្នឹងហើយទី7លោកជីច័ន្ទរិទ្ធនិងអ្នកស្រីស៊ីមវលៈព្រមទាំងបុត្ររៀងភ្លឺថ្លាជាងគេហ្នឹងហើយទី8អ្នកស្រីជីវិចារានិងលោកបិនសេតព្រមទាំងបុត្រណាបងហ្នឹងហើយទី9កញ្ញាខាត់សុកណនព្រមទាំងប្អូនស្រីខាត់សុកណនហ្នឹងមានទាំងប្អូនស្រីទៀតអត់មានបុត្រណាហ្នឹងហើយនៅកញ្ញាតែកញ្ញាអត់មានប្តីទេប៉ុណ្ណាទី10អ្នកស្រីខាត់សុកណៃព្រមទាំងបុត្រអត់តន់មកទេចឹងច្រើនញាតិញោមណាចាស់ដើមទានប្រធានអ្នកផ្ដើមបុណ្យមានរហូតដល់10ក្រុមគ្រួសារចឹងកម្មវិធីបុណ្យនេះអាស្រ័យញាតិញោមជាម្ចាស់ដើមទានប្រធានអ្នកផ្ដើមបុណ្យទាំង10ក្រុមគ្រួសារនេះឯងដែលបានឯកច្ឆន្ទបដិផ្ដើមប្រារព្ធធ្វើនៅពិធីបុណ្យគម្រប់ខួប1ឆ្នាំដើម្បីជាការនឹករលឹកនិងឧទ្ទិសបុណ្យកុសលជូនចំពោះលោកអ្នកដ៏មានគុណចឹងបន្ទាប់ពីកិច្ចនៃការចម្រើនព្រះបរិត្តរួចចប់សពគ្រប់ទៅខ្ញុំប្រកាសអាត្មាភាពបានឱកាសដើម្បីអរតនីលើកយកនៅព្រះធម៌មកសម្ដែងចែកជូនទៅដល់ញាតិញោមជាសម្បីផ្ដើមទានប្រធានអ្នកផ្ដើមបុណ្យគ្រប់រូបក៏ដូចជាញាតិញោមពុទ្ធបរិស័ទប្រុសស្រីក្មេងចាស់ទាំងអស់គ្នាទាំងនៅក្នុងទីនេះដោយផ្ទាល់ក៏ដូចជានៅតាមគេហដ្ឋានក្តីដែលបានស្ដាប់ឮតាមអខុសនៈស័ព្ទនៅវេលាល្ងាចនេះទាំងអស់គ្នាប៉ុន្តែបើនឹងសម្ដែងក៏សូមសំណាក់អធិស្ឋានអភ័យនៅទោសអំពីសម្ដេចញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ក្រែងលោកការសម្ដែងរបស់អង្គខ្ញុំប្រកាសអាត្មាភាពមានការលើសលួសខ្វះខាតពំស្អាតសេចក្តីនៃពំចំច្រឡំនៃគាថាត្រង់ចំណុចណានេះមួយអធិប្បាយបរិយាយនៃសេចក្តីទៅហើយនោះមានការស្គែមឆ្គងលើសលួសដោយពាក្យសម្ដីថ្វីវោហាប្រការណានេះមួយក៏សូមញាតិញោមទាំងអស់គ្នាមេត្តាអធ្យាស្រ័យសន្តោសប្រោសប្រានដល់អង្គខ្ញុំព្រះករុណាអាត្មាភាពជាអ្នកមានបរិយភ្នាក់ងារក្នុងការអរតនីលើកយកនៅប្រធរមកសម្ដែងនានាវេលាគ្រាឱកាសនេះផងប្រសិនបើញាតិញោមទាំងអស់គ្នាបានព្រមព្រៀងអង្គខ្ញុំប្រកាសអាត្មាភាពសម្ដែងពធពេលនេះទៅបានក៏សូមបញ្ចេញនៅសញ្ញាសត្យអវាចាតសាធុសាធុឲ្យបានលើឲ្យព្រមគ្នាទៅវងនឹងញាតិញោមបានបញ្ចេញសត្យវាចាព្រមឲ្យអង្គខ្ញុំប្រកាសអាត្មាភាពសម្ដែងហើយចឹងទោះបីជាត្រូវខុសយ៉ាងណាក៏សង្ឃឹមតែញាតិញោមមិននិយាយដើមពេលចប់ទេសនានិយាយមិននិយាយទេមកទៅដល់វត្តវិញនិយាយមិនក៏អត់លឺទេហាមតខលលោកនិយាយប្រាប់ហ្នឹងហើយអញ្ចឹងពេលវេលាកាន់តែខ្លីហើយញោមណាម៉ោង 4:45 ហើយម៉ោង 3:45 7:04ហើយហើយអាត្មាបញ្ញាប់នៅកម្មវិធីបុណ្យសពគេក្បែរវត្តមើលរោងទៀតដោយសារអត់មានអង្គណាទៅជំនួសកើត
ngày nắng tròn tràn rong nhiệt dòng nè bật tam bật tất ngày nắng trâu buồn rong bồn bạch chạy buồn kê phong bồn cùng rục một rồi ngày phong nấu ta kèo năng bần tay pi rong tiết mà ở ông sen tôi chấm đồ hai bần tay đòi mở rong tiết đó ở ai chấm đồ cát bộ vịt tròn kia pe bần tay nhiệt dòng phăng con kết hạt mà nó về nấu chất vọt pe còn sầm ăn thả chăm chất đo ngay chăm môn để chăm chất đo ngay chăm môn vịt tròn kia chẳng thì món tuôn mùi kia tiền hay khang đi cầm cua xa chạy bầu chạy ấy nó còn là môn được hiện du ngày đại hơi chẳng bàn tụt tuần đi môn màu cô nè tam bật đâu bốn tròn kia được ngày sau đó xong bè mỗi cái được ngày sau đấy lâu tổ ngày sau bằng ngọt po không biết ngày sau ọt sau miền đá đợt chẳng kia bột bộ hỏi ấy tao đang ọt thì tăng sọc nhiệt dồn đấy cờ trắng sọc nó cờ trắng đây po ở trắng ca để nhiệt dồn tầng ọt nia đây chỉ côn chỉ trâu tầng o rồi bỏ nhôm ô ba sọ ôi chi nâng nạp bà đai tụi hình rồi tăng nạp bà đai mình sầm này nè đập bàn bồi bàm ai cái chăn chậm đai thôn thiên đầm bay bảo đốt vợ nó bị thi bon cùng rục hộp mùi nạp đấy cứ miên cô bầm đong bị say nó pram già cứ tì bối cá đây bảo đốt vợ nó bị thi bon đi lớn đầm bay bảo đốt lăng chỉ cả từ bon cờ sói đòn đẹp slap không bị thi bon không ngày đây vậy bật hà lục đẹp đầm bên con đầm bọc phần giờ còn bàn clear chạ chân ngay ở pi con chào prosray tao hơi gặp bật men đây phần tay mình đâu sành chế tận na nâng cái đây sờ lanh nốt sao vào đi chỉ trơn nâu tại đọt đam chọp độc nông cả áo bạch đôn đầm bọc con chào prosray tầng off nè đôi mình ai bằng plate bàn hai đời này từ nông ngày đi con chào prosray cướp pro bàn ai gặp hiệp đôi đầm chỉ cá bảo đốt vợ nó bị thi bon cùng rộp hộp mùi nằm vì chỉ bon bật bay này phong chỉ bon đẹp sạp cho chỉ mỗi năng bật bột cả sạc nà phong đầm bay ban bon cả sát để cả lang biên lang nông ngày đây cả đôi chỉ vì liệt ngày sai mình thả bon cả đầm pi thom về tiền cái đây bị sạc tiền cái đây đấng chỉ cá từ cả sao trốn trong phố lột nét đầm biển cơn rồi bạc phần giờ pro nó pe để con nào đó giờ miền bài miền tây miền đông chấm đây tây sai khâu ao sầm liệp bồng pe đưa co miền là bo pra ấy dân ai do từ chôn chấm po học bậc mà đại dân đập to đầy dân khơi đập to nên ban tại nông cẩn nặng về liệt kia ở cả đi để lúc nè đầm miền con đập bọc phần dân con slap bắt băng chỉ vật là hỏi đi cứ dân mình ai mơ khơi con tiền đầu tề dân mình ai do phải trai tầng lại buôn đang do tập đo ở con ban tiền đôi cả để con nâu đồ tề Asrai hai đi miền tại thơ tam Prapota Sasna để lúc xong đây thật tệ cần năng nó bật tè xa bị bờ bông mà đai có trâu slap bắt băng chỉ vật tập can lúc đợt tây hai đốt con prosray đang trâu tép bỏng pin cách môi tiết hao thá thơ tệ cần năng đâu bật tiền đầm bây chỉ cả tư cơ sở chôn trồng phố lúc đẹp đầm miền côn miền đây than op để ở bông mà đai dân slap bắt tấu lên vol lên nực lên nia lên cất bị gọn đầu tê nâu tại cất nâu tại khoa vai ẩm pi sọc tóc rồi bọc con chuyển đây hay con prosray ná để miền thô cắt tay nhô cả tạng về ti cả đăng côn đó bọc đai hay bảo đốc vơ top tuột bây giờ bọc đai đôi slap mắt ở hai cái đấy cho con prosray đôi chầm rán đập bon cờ sòn chầm rán tao đôi giật đây là o là không khăn để sàn an để chặt đài ní chia chầm nói bị xe ti muôi để nhiệt dồn tầng ọc nia bảo đốc vơ nó bị thi bon khốp mà rồi ngày trong nói bị sai TP nó cứ đâm bay chụp bon cờ sáu sầm ráp luôn chân tầng ọt kia đây cho mày chặt đâm tiến bật thiên nạp đâm bon phò bộ bon cờ sáu với mình mẹ sầm khăn sầm ráp tầng nẹt slap tê nẹt đợt nâu đốt cờ trâu cá bon cờ sáu năng đài pro đầm nói chỉ vật chân để ai có ruột ban bật đo ngày đi ban cứ ở say bon chỉ nẹt op thom op stop trong po chỉ vật chân này từ chân ai có ruột ban bật ai ngày đi bàn bon pena rồi lót chỉ vật chân penang ai Priệp bay đôi chừng kiêng rước còn tiên để cầm môn phải chạy chân tờ cầm môn phải chạy
ភ្លើងមិនអាចត្រត្រង់បានទៀតទេនឹងរលត់យ៉ាងណាជីវិតយើងដែលមានវ័យវឌ្ឍនាការរហូតបានមកដល់ថ្ងៃនេះបានគឺអាស្រ័យបុណ្យកុសលគឺសេចក្តីល្អដែលយើងធ្លាប់សាងពីអតីតជាតិនឹងមកតាមឧបត្ថម្ភយើងពីមួយថ្ងៃទៅមួយថ្ងៃនេះហេតុដូច្នេះហើយយើងត្រូវតែបំពេញបុណ្យកុសលនឹងសម្រាប់ខ្លួនឯងតទៅជាតិមកទៀតយើងមិនអាចធ្វើស្រែមួយឆ្នាំបរិភោគ10ឆ្នាំបានទេធ្វើមួយឆ្នាំបរិភោគមួយឆ្នាំយ៉ាងណាមិញបុណ្យកុសលដែលជួយឧបត្ថម្ភចំពោះជីវិតយើងសាងពីអតីតជាតិមកទៅឧបត្ថម្ភចំពោះជីវិតយើងក្នុងពេលបច្ចុប្បន្នជាតិនេះអញ្ចឹងយើងត្រូវតែប្រឹងប្រែងធ្វើបុណ្យកុសលនឹងសម្រាប់តទៅជាតិខាងមុខទៀតព្រោះមនុស្សម្នាក់ដែលកើតមកសត្វសឹងតែជាអ្នកមានបុណ្យមានវាសនាមកហើយទៅបានអត្តភាពកំណើតជាមនុស្សនេះញាតិញោមណាបើខ្វះបុណ្យគឺគ្មានបានសម្បត្តិជាតិជាមនុស្សទេតិរិឆានអសុរកាយប្រែតនរោអីជាដើមនោះទៅទីដឹងបានហើយអញ្ចឹងហើយការដែលធ្វើបុណ្យក្នុងថ្ងៃនេះឡើងគឺដើម្បីបានជាបុណ្យកុសលសម្រាប់ខ្លួនឯងជាទីពឹងនៅពេលដែលជីវិតចុងក្រោយរបស់យើងផងព្រោះយើងអត់ដឹងថានៅពេលដែលយើងស្លាប់ទៅវិញត្រូវកើតជាអ្វីហ្នឹងគឺយើងអត់បានដឹងទឹកមុនទេហើយក៏មិនដឹងថាវេលានៃសក្តីស្លាប់របស់ផងយើងហ្នឹងនៅសល់ពេលប្រមាណទៀតដែរអញ្ចឹងមានតែរត់រះព្យាយាមបំពេញនៅសក្តីល្អរវាងគ្នានឹងគ្នាក៏ដូចជាការបំពេញនៅសក្តីល្អជាមួយនឹងឪពុកម្ដាយនឹងពីមួយថ្ងៃម្ដងបន្តិចម្ដងឲ្យហើយនេះជាចំណុចពិសេសទី2ដល់ចំណុចពិសេសទី3ការដែលប្រារព្ធធ្វើនៅពិធីបុណ្យគម្រប់ខួបនេះឡើងគឺដើម្បីអភិរក្សកេរតំណែងជីដូនជីតាដែលគាត់ធ្លាប់តែនាំគ្នាធ្វើតគ្នាអស់រយៈកាលរាប់រយឆ្នាំមកហើយអញ្ចឹងបានន័យថាការដែលយើងធ្វើបុណ្យថ្ងៃនេះកំពុងតែរក្សាឬអភិរក្សអំពីទំនៀមទម្លាប់របស់ដូនតាដែលគាត់តែងតែនាំគ្នាធ្វើពីមួយចំនួនទៅមួយចំនួនពីមួយចំនួនទៅមួយចំនួនហ្នឹងអស់រាប់សិបចំនួនមកហើយអ្វីត្បិតតែបុណ្យគម្រប់ខួបនេះមិនមែនជាបុណ្យដែលព្រះពុទ្ធព្រះអង្គលោកបញ្ញត្តិឲ្យពុទ្ធបរិស័ទត្រូវតែធ្វើទេបុណ្យនេះគ្រាន់តែជាបុណ្យមួយដែលដូនតារបស់ខ្មែរយើងដែលគាត់ធ្លាប់តែធ្វើតគ្នាហើយយើងកំពុងតែធ្វើបន្តគ្នាពីមួយចំនួនទៅមួយចំនួនអញ្ចឹងដល់ពេលដែលទៅមុខទៀតកូនចៅយើងក្មេងៗខាងក្រោយហ្នឹងក៏ធ្វើតាមយើងអញ្ចឹងដែរទៅនេះជាចំណុចទី3ដល់ចំណុចទី4នោះគឺដើម្បីសាមគ្គីភាពនៅក្នុងភូមិផងរបងជាប់គ្នាបើសិនជាអត់មានកម្មវិធីបុណ្យគម្រប់ខួបមួយឆ្នាំនេះទេពេលនេះទេសួរតែញាតិញោមទាំងអស់គ្នាមកផ្ទះកន្លែងកម្មវិធីបុណ្យហ្នឹងទេអត់ទេនៅផ្ទះរៀងខ្លួនហើយស្មានហ្នឹងញាតិញោមខ្លះកំពុងតែដើរមើលស្រែអញ្ចឹងទៅញាតិញោមខ្លះកំពុងតែឲ្យចៅរកចៃឲ្យអញ្ចឹងទៅញាតិញោមខ្លះកំពុងរត់ដាំបាយដាំទឹកអញ្ចឹងទៅគ្មានវត្តមានអាចមកអង្គុយស្ដាប់លោកទេសចេះទេបើសិនជាអត់មានពិធីបុណ្យគម្រប់ខួបមួយឆ្នាំហ្នឹងបែបនេះនោះបងអញ្ចឹងការដែលធ្វើបុណ្យកុសលនេះគឺដើម្បីបានជាសាមគ្គីភាពរវាងអ្នកភូមិផងរបងជាប់គ្នាដើម្បីផ្សារភ្ជាប់ជាមួយនឹងញាតិមិត្តហ្នឹងកាន់តែជិតស្និទ្ធឡើងទៅហើយពិធីបុណ្យនេះគឺមិនមែនមានតែផ្ទះយើងទេគ្រប់ផ្ទះទាំងអស់គង់តែមានបីបានន័យថាការធ្វើបុណ្យនេះដើម្បីជាការប្រមូលផ្ដុំចំពោះបងប្អូនញាតិមិត្តនឹងចូលរួមពិធីបុណ្យផ្ទះយើងហើយដល់ពេលខាងក្រោយទៀតទៅមានកម្មវិធីផ្ទះគេយើងក៏ចូលរួមអញ្ចឹងដែរនេះដើម្បីបានជាញាតិចិត្តស្និទ្ធបែបហ្នឹងដល់ទី5ដើម្បីបណ្ដោះផ្នត់កំណត់ដល់កូនចៅចំនួនក្រោយឲ្យធ្វើតាមយើងដែរបានន័យថាការដែលយើងធ្វើបុណ្យក្នុងថ្ងៃនេះដើម្បីឲ្យកូនចៅចំនួនក្រោយនឹងបន្តធ្វើតាមយើងបើយើងអត់ធ្វើក្នុងពេលនេះទេក្មេងចំនួនក្រោយក៏មិនដឹងតែធ្វើរបៀបម៉េចឮសូរថាបុណ្យខួបហ្នឹងមិនដឹងខួបអីផងហើយពាក្យថាបុណ្យខួបញាតិញោមទាំងអស់គ្នាយល់ហើយឧទាហរណ៍ថាគេនិយាយខួបពី100ថ្ងៃគេរាប់ថ្ងៃទី1រហូតដល់ថ្ងៃទី100ហៅថាខួប100ថ្ងៃបានន័យថាវិលជុំហើយតប៉ែជាដើមញាតិញោមធ្លាប់ធ្វើតប៉ែដឹងហើយ3ថ្ងៃបានហូបចឹងទៅអាហ្នឹងខួបតប៉ែ3ថ្ងៃហើយតប៉ែហ្នឹងហើយបើថាអ្នកណាច្រវឹងអីចឹងច្រវឹងគ្រប់ពេលគ្រប់វេលាកាលពីព្រឹកម៉ោង7ព្រឹកឃើញច្រវឹងដល់ស្អែកឡើងម៉ោង7ព្រឹកឃើញច្រវឹងទៀតអាហ្នឹងគេហៅថាច្រវឹងខួបហ្នឹងហើយ
នេះជាបង្ខួបអញ្ចឹងក្នុងពេលនេះញាតិញោមទាំងអស់គ្នាប្រារព្ធធ្វើនៅពិធីបុណ្យគម្រប់ខួបមួយឆ្នាំគឺរាប់ចាប់តាំងពីថ្ងៃដែលឪពុកម្ដាយគាត់លាចាកចេញពីលោកនេះទៅរាប់តាំងពីថ្ងៃទី1រហូតដល់ថ្ងៃគម្រប់មួយឆ្នាំហ្នឹងយើងហៅថាខួបមួយឆ្នាំអញ្ចឹងដែរអញ្ចឹងការដែលធ្វើបុណ្យក្នុងថ្ងៃនេះឡើងដើម្បីជាការធ្វើតគ្នាដើម្បីឲ្យកូនចៅចំនួនក្រោយរបស់ផងយើងដឹងធ្វើតាមយើងដែរនេះអាត្មាអត្ថប្បាយខ្លីៗអំពីចំណុចពិសេស5យ៉ាងដែលយើងទាំងអស់គ្នាប្រារព្ធធ្វើនៅពិធីបុណ្យគម្រប់ខួប1ឆ្នាំក្តី2ឆ្នាំក្តី3ឆ្នាំក្តីអញ្ចឹងទៅ